ខ្លួនអ្នកគ្រូនិងមិត្តភ័ក្តិទាំងអស់គ្នាដែលកំពុងតែទស្សនានៅវីដេអូមួយនេះពួកយើងមកពីថ្នាក់ទី10 NHSP1 ដែលនេះខ្ញុំឈ្មោះអ៊ីបសុបញ្ញភានាងខ្ញុំឈ្មោះហុចយ៉ាពីនហើយថ្ងៃនេះយើងនឹងមកនិទានរឿងមួយដែលមានចំណងជើងថាគ្រូពេទ្យជើង4ដូចនេះសូមទស្សនាដូចតទៅគ្រួសារសេដ្ឋីមួយមានកូន5នាក់សុទ្ធតែប្រុសទាំងអស់ដោយឡែកកូនទី5អាភ័ព្វជាងគេព្រោះកើតមកពុំមានជើងដូចគេសេដ្ឋីជាមេដាបិតាមានសេចក្តីអៀនខ្មាស់ដោយគិតថាកូនពិការបែបនេះធ្វើឲ្យអាប់អោនកិត្តិយសរបស់ខ្លួនក៏ប្រើឲ្យទាស័យយកកូននោះទៅដាក់នៅក្នុងឆ្នាំងបណ្តែតតាមទឹកហូរចោលទៅឆ្នាំងបាននាំទារកកំសត់នោះទៅតាមល្បឿនទឹកហូរអស់មួយរាត្រីបានដល់ភូមិជនបទមួយដែលព្រាហ្មណ៍រស់នៅព្រាហ្មណ៍នោះក៏ចេះវិជ្ជាពេទ្យយ៉ាងស្ទាត់ជំនាញផងព្រាហ្មណ៍បានរកឆ្នាំងនោះក៏ឃើញទារកកំបុតជើងទាំងសងខាងនៅរស់នៅឡើយគាត់មានសេចក្តីត្រេកអរខ្លាំងណាស់បានយកទារកនោះទៅចិញ្ចឹមបីបាច់ថែរក្សាទុកដូចជាកូនបង្កើតរបស់ខ្លួនអីចឹងដោយដាក់ឈ្មោះឲ្យកូននោះថាគំភៈកុមារចំណែកទាស័យដែលបានយកទារកទៅបណ្តែតទឹកចោលនោះវិញមានសេចក្តីអាណិតអាសូរទារកនោះពន់ជាពន់ពេកដេកមិនលក់នៅពាក់កណ្ដាលរាត្រីនាងសម្រេចចិត្តរត់ចេញពីផ្ទះសេដ្ឋីដើម្បីទៅតាមស្វែងរកទារកនោះមកចិញ្ចឹមលុះទៅដល់ភូមិមួយនាងបានជួបទារកនៅជាមួយព្រាហ្មណ៍ប៉ុន្តែនាងមិននិយាយអ្វីទាំងអស់បែរជាសុំព្រាហ្មណ៍ទៅបម្រើដោយឥតយកថ្លៃឈ្នួលអ្វីទៅវិញព្រាហ្មណ៍នឹកក្នុងចិត្តថាអស្ចារ្យណាស់ទារកនេះជាមហាប្រសើររបស់អញហើយគ្រាន់តែមកដល់ផ្ទះមានខ្ញុំបម្រើភ្លាម8 ឆ្នាំកន្លងផុតទៅគំភៈកុមារចាស់និយាយស្ដីដឹងការសពបែបយ៉ាងនាងទាស័យមានឱកាសក៏បានប្រាប់អត្តកម្បាំងដល់កុមារតាមដំណើររឿងធ្វើឲ្យកុមារហូតទឹកភ្នែកក្រហាមនឹកស្រណោះអាណិតខ្លួនជាមនុស្សខ្វិនខ្វងកងងកងែងពិការណាថាគ្មានទីពឹងដែលត្រូវគេបំបោបងចោលអណ្ដែតត្រសែតដូចជាគោឈរក្នុងមហាសាគរគ្មានអាណិតអាសូរនឹងមិនអាចធ្វើឲ្យខ្លួនជាមនុស្សមានទ្រព្យដូចគេឡើយព្រាហ្មណ៍ជាឪពុកចិញ្ចឹមបានលើដំណឹងនេះក៏បាននិយាយព្រមទូមានគំភៈកុមារថាទ្រព្យសម្បត្តិកិត្តិយសមិនកើតចេញពីដៃជើងពីឪពុកម្ដាយពីញាតិមិត្តទេគឺពិតជាកើតមកពីសេចក្តីព្យាយាមសូម្បីតែដំណក់ទឹកជាវត្ថុទន់ជ្រាយគ្មានវិញ្ញាណគ្មានដៃជើងគ្មានឪពុកម្ដាយគ្មានញាតិមិត្តក៏អាចទម្លុះផ្ទាំងថ្មភ្នំដ៏រឹងមាំបានដោយសារតែសេចក្តីព្យាយាមដែលស្រក់តក់ជារៀងរាល់ថ្ងៃនោះដែរចំណែកកូនគ្រាន់តែគ្មានជើងប៉ុណ្ណោះបើកូនមានសេចក្តីព្យាយាមកូនអាចប្រសើរវិសេសជាងអ្នកមានដៃជើងច្រើនទៀតកូនឃើញទេអ្នកសុំទានមានដៃជើងគ្រប់គ្រាន់ហេតុអ្វីបានជាគ្មានទ្រព្យសម្បត្តិនិងកិត្តិយសដូចគេឯងម្យ៉ាងទៀតនៅក្នុងរឿងរាមកេរ្តិ៍ដូចជាយៈទស្សកੰមានដៃជើង1000មានក្បាល10ហេតុអ្វីច្បាំងចាញ់ព្រះរាមនិងហនុមានទៅវិញមនាកូនសំណាញ់ចាប់ពីថ្ងៃនេះទៅកូនត្រូវព្យាយាមរៀនសូត្រអក្សរសាស្ត្រនិងវិជ្ជាពេទ្យពីឪពុកចោះឪពុកនឹងបង្រៀនកូន12 ឆ្នាំកន្លងផុតទៅកុម្ភៈកុមារបានសម្រេចវិជ្ជាអក្សរសាស្ត្រនិងវិជ្ជាពេទ្យយ៉ាងស្ទាត់ជំនាញឪពុកចិញ្ចឹមបាននាំទៅប្រឡងនៅទីក្រុងបានជាប់លេខ1ថ្នាក់បណ្ឌិតខាងវិជ្ជាពេទ្យមានកិត្តិស័ព្ទល្បីល្បាញពេញទីក្រុងព្រះរាជាបានប្រទានឋានន្តរស័ក្តិជាឧត្តមមន្ត្រីកិត្តិយសហើយទ្រង់ប្រទានបុរសមានកម្លាំងខ្លាំងក្លា2នាក់ជាមួយនឹងអន្រឹងស្នែងមួយសម្រាប់ជាយានជំនិះតាំងពីពេលនោះមកមនុស្សម្នាទាំងឡាយនាំគ្នាហៅកុម្ភៈកុមារថាគ្រូពេទ្យជើង4ដោយហេតុថាមានមនុស្ស2នាក់ជាអ្នកសែងគាត់ទៅគ្រប់ទីកន្លែងនិយាយពីបងប្អូន4នាក់ទៀតរបស់កុម្ភៈកុមារដែលរស់នៅជាមួយឪពុកម្ដាយជាសេដ្ឋីនោះវិញមិនបានសិក្សារៀនសូត្រជ្រៅជ្រះឡើយម្នាក់ក៏តែសប្បាយខ្លះយកប្រពន្ធទៅចិត្តឯងខ្លះលួចទ្រព្យសម្បត្តិទៅឲ្យប្រពន្ធដោយមិនរវល់ជាមួយឪពុកម្ដាយឡើយថ្ងៃមួយលោកសេដ្ឋីធ្លាក់ខ្លួនឈឺជាទម្ងន់គ្រូពេទ្យជាច្រើនមើលមិនជាសោះសេដ្ឋីបានឲ្យអ្នកបម្រើទៅអញ្ជើញលោកគ្រូពេទ្យជើង4មកព្យាបាលម្ដងវិញព្រោះល្បីថាពូកែខ្លាំងណាស់អ្នកបម្រើបានទៅជួបទាស័យប៉ុន្តែនាងមិនប្រាប់អាកំបាំងទេនាងបែរជានិយាយថាសប្តាហ៍ថ្ងៃនេះខ្ញុំទៅបម្រើលោកគ្រូពេទ្យជើង4តែឥឡូវលោករវល់ណាស់ទៅមើលចៅវាយបងមិនបានទេសូមទៅជម្រាបលោកវិញចុះ
អ្នកបម្រើបានទៅជំរាបលោកសេដ្ឋីតាមដំណើររឿងតែលោកសេដ្ឋីនិងប្រពន្ធមិនអស់ចិត្តបានឲ្យអ្នកបម្រើទៅអញ្ជើញលោកគ្រូពេទ្យជើង4ម្ដងទៀតអ្នកបម្រើនិយាយប្រាប់ទាសីថាបើមើលលោកសេដ្ឋីជាលោកសេដ្ឋីនឹងប្រគល់ទ្រព្យសម្បត្តិឲ្យទាំងអស់នាងទាសីឮអ្នកបម្រើពោលដូច្នោះក៏នាំអ្នកបម្រើទៅជួបគ្រូពេទ្យតែនាងមិននិយាយប្រាប់លោកគ្រូពេទ្យជើង4ថាសេដ្ឋីនោះជាឪពុកខ្លួននោះទេគ្រូពេទ្យបានយកព្រមទទួលទៅព្យាបាលសេដ្ឋីមួយរយៈពេលខ្លីកន្លងទៅសេដ្ឋីបានជាសះស្បើយដោយបំណងសេដ្ឋីក៏បានប្រគល់ទ្រព្យសម្បត្តិឲ្យគ្រូពេទ្យតាមពាក្យសន្យានៅខណៈនោះទាសីបានចូលទៅបង្ហាញខ្លួននិងបានជំរាបលោកសេដ្ឋីថាលោកគ្រូពេទ្យជើង4នេះហើយជាកូនរបស់លោកសេដ្ឋីដែលនាងខ្ញុំបានយកទៅបណ្ដែតទឹកចោលនោះគ្រាន់តែឮទាសីនិយាយប៉ុណ្ណោះលោកសេដ្ឋីនិងភរិយាស្ទុះទៅអោបគ្រូពេទ្យជើង4សូមឲ្យគ្រូពេទ្យអភ័យទោសដល់ពួកគាត់ទាំងពីរនាក់រីឯគ្រូពេទ្យមានសេចក្តីត្រេកអរយ៉ាងក្រៃលែងដែលបានជួបឪពុកម្ដាយចំណែកតាព្រាមជាឪពុកចិញ្ចឹមលោកគ្រូពេទ្យបានយកមករស់នៅជួបជុំជាមួយគ្រួសារលោកសេដ្ឋីហើយនាងទេសីត្រូវបានលោកគ្រូពេទ្យលោកដំកើងជាបងស្រីបង្កើតរស់នៅក្នុងគ្រួសារលោកសេដ្ឋីផងដែរជាចុងក្រោយនេះខ្ញុំសូមថ្លែងអំណរគុណទៅដល់លោកគ្រូអ្នកគ្រូនិងទស្សនិកជនទាំងអស់គ្នាដែលបានតាមដានទស្សនាវីដេអូមួយនេះពីដើមរហូតដល់ចប់សូមអរគុណសូមគោរព